អ្នកនរគ្នាដឹងអត់ថានៅក្នុងឆ្នាំ2026នេះតម្លៃហាងឆេងមាសនឹងមានការប្រែប្រួលខុសពីឆ្នាំមុនៗគឺដោយសារតែនៅពេលបច្ចុប្បន្ននេះមុខតំណែងមាសបានក្លាយទៅជាទ្រព្យសកម្មស្នូលដ៏សំខាន់មែនទែននៅក្នុងសេដ្ឋកិច្ចរបស់ពិភពលោកដែលវាលែងជាទ្រព្យសម្បត្តិការពារហានិភ័យទៅលើការកើនឡើងនៃអតិផរណាតាមមុខទៀតហើយសម្រាប់នៅក្នុងឆ្នាំថ្មីនេះបើទោះបីជាតម្លៃហាងឆេងមាសបានកើនឡើងដល់កម្រិតតម្លៃមួយខ្ពស់ថ្មីមួយទៀតក៏ដោយក៏បាទកម្លាំងនៃការទិញឬមួយក៏តម្រូវការនៃការនាំចូលហាក់ដូចជានៅតែមានកម្លាំងខ្លាំងដដែលហើយចំណុចមួយទៀតវិញគឺផ្សំពីស្ថានភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយពិភពលោកហើយនឹងពាក់ព័ន្ធទៅលើបញ្ហាសារពើពន្ធហើយក៏ដូចជាការនាំចូលឬមួយក៏តម្រូវការពីសំណាក់ធនាគារកណ្ដាលជុំវិញពិភពលោកដូចគ្នានៅក្នុងត្រីមាសទី1ឆ្នាំ2026នេះត្រូវបានគេរំពឹងទុកថាធនាគារកណ្ដាលនឹងធ្វើការនាំមាសចូលរហូតដល់ទៅ585តោននៅសម្រាប់3ខែដំបូងនៃឆ្នាំ2026នេះហើយកត្តាទាំងអស់ហ្នឹងហើយដែលធ្វើឲ្យអ្នកវិភាគទីផ្សារទៅលើតម្លៃហាងឆេងមាសជុំវិញពិភពលោកហ្នឹងបានរំពឹងទុកថាមាសអាចនឹងមានការកើនឡើងរហូតដល់ទៅ$5,000នៅក្នុងមួយអោនដែលវាស្មើទៅនឹង$6,000ក្នុងមួយតម្លឹងនៅត្រីមាសទី4នៃឆ្នាំ2026នេះប៉ុន្តែសម្រាប់យើងជា retail trader វិញយើងគួរតែរកកន្លែងដែលល្អមួយដែលសមស្របនៅក្នុងការទិញមាសចូលព្រោះថាតម្លៃហាងឆេងមាសអាចនឹងមានការប្រែប្រួលខ្លាំងនៅក្នុងឆ្នាំ2026នេះមិនថាទាំងការទិញឬមួយក៏ការលក់ដែលវាអាចនឹងប្រែប្រួលលើសពីការរំពឹងទុករបស់យើងទៀតអញ្ចឹងយើងបានឃើញថ្មីនេះកាលពីឆ្នាំ2025ថ្ងៃទី21ខែតុលាហ្នឹងតម្លៃហាងឆេងមាសបានធ្លាក់ចូលរហូតដល់ទៅ$295នៅក្នុងមួយអោនត្រឹមតែរយៈពេលមួយថ្ងៃទេអញ្ចឹងស្ថានភាពមួយនេះក៏វាអាចនឹងមានការកើតឡើងម្ដងទៀតនៅក្នុងឆ្នាំ2026ផងដែរហើយសម្រាប់អ្នកនរគ្នាគួរតែជួញដូរជាមួយនឹងការប្រុងប្រយ័ត្នមួយដ៏ខ្ពស់ហើយបើសិនជាចង់ទទួលបានអំពីព័ត៌មានថ្មីបន្ថែមទៀតអ្នកនរគ្នាអាចធ្វើការ follow យើងម្នាក់មួយទៅលើ page របស់ yai.com.kh ហើយខ្ញុំនឹងធ្វើការ update ទៅលើព័ត៌មានបន្ថែមទៀតជូនទៅកាន់អ្នកនរគ្នាអរគុណ